បាទសួស្តីប្រិមិត្តឥឡូវជួបគ្នាទៀតហើយក្នុងវីដេអូថ្មីនៅក្នុងវីដេអូថ្មីនេះ admin មកបន្លាចបងប្អូនទៀតហើយបាទថ្ងៃនេះគឺ admin មានរឿងរំភើបមួយទៀតគឺរឿងថ្មដងនៅផ្លូវជាតិបាទតែចំណុចចឹងព្រោះកាលហ្នឹងផ្ទះដែលទៅហ្នឹងគឺនៅខាងស្រុកកំណើតបាទនេះគឺរឿងរបស់ admin ដែលបានទទួលពីបងប្រុសម្នាក់ដែលគាត់បានសុំឲ្យជួយចែករំលែកបាទគឺដោយសារតែគាត់ហ្នឹងគឺជានិស្សិតរៀននៅសាកលវិទ្យាល័យនៅឯទីក្រុងភ្នំពេញហើយគាត់ស្រុកកំណើតគាត់ហ្នឹងគឺនៅខាងឯកចិត្តអ្នកលឿងយើងហ្នឹងទេបាទគឺតាមផ្លូវជាតិលេខ1ហ្នឹងហើយប៉ុន្តែគាត់មកឡើងមកនៅរៀននៅភ្នំពេញហ្នឹងគាត់អត់ចង់ជិះទៅមកហើយណាមួយវាចំណាយច្រើនអញ្ចឹងក៏បានជួបទុកនៅឯភ្នំពេញហ្នឹងទៅប៉ុន្តែរឿងហ្នឹងមិនមែនកើតឡើងនៅកន្លែងបន្ទប់ជួលគាត់ទេគឺរឿងហ្នឹងកើតឡើងនៅស្រុកកំណើតគាត់ដោយគាត់រៀនថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀននៅសាកលវិទ្យាល័យហើយគាត់ទៅលេងស្រុកហ្នឹងពីច្រើនគាត់ទៅថ្ងៃសៅរ៍ហើយគេងយប់ថ្ងៃសៅរ៍ហ្នឹងហើយថ្ងៃអាទិត្យត្រឡប់មកវិញអញ្ចឹងគឺសម្រាប់ថ្ងៃសម្រាប់គាត់ទៅលេងស្រុកហើយគាត់នៅខាងនៅស្រុកគាត់ហ្នឹងគឺគាត់មកដល់គាត់ពីច្រើនគាត់ចេញពេលល្ងាចថ្ងៃសុក្រពីច្រើនគាត់ជាទូទៅគាត់ចេញពេលល្ងាចថ្ងៃសុក្រចេញពីសាលារៀនហើយប៉ុន្តែលំឡើងថ្ងៃសៅរ៍បានគាត់ចេញដំណើរទៅស្រុកកំណើតគាត់ហើយអញ្ចឹងគឺគាត់លេងបានសម្រាប់នៅក្នុងថ្ងៃសៅរ៍ហើយនៅថ្ងៃអាទិត្យពេលល្ងាចគាត់ត្រឡប់វិញប៉ុន្តែជារឿយៗគាត់យ៉ាងណាថាយើងម្ដងម្កាលគាត់គឺចេញថ្ងៃសុក្រហ្នឹងគឺយើងអាចនឹងទៅលេងស្រុកថ្ងៃសុក្រតែម្ដងហើយទៅគេងយប់ថ្ងៃសុក្រហ្នឹងហើយថ្ងៃសៅរ៍អាទិត្យគឺបានមកវិញអញ្ចឹងគឺវាពីយប់ប៉ុន្តែហ្នឹងវាយ៉ាងណាថាយូរម្ដងអញ្ចឹងណាព្រោះมันសូវជាប្រញាប់ថានឹងទៅលឿនទេព្រោះនៅចិត្តគ្នាដែរគឺនៅចិត្តពេញដែរស្រុកកំណើតគាត់អញ្ចឹងគឺជិះតែជិះតោវិញគឺផាជា1ម៉ោងជាងហ្នឹងដល់ហើយអញ្ចឹងគឺគាត់មិនចាំបាច់ទៅពីល្ងាចតបហើយទេប៉ុន្តែពេលខ្លះគាត់ក៏ចង់ទៅគេងបានច្រើនយប់ហ្នឹងក៏គាត់ចេញពីរៀនភ្លាមគាត់រៀបចំឡើងហើយទៅលេងស្រុកពេលល្ងាចចឹងដែរណាហើយគាត់ថានៅពេលថ្ងៃមួយហ្នឹងគឺគាត់ចេញទៅស្រុកលេងស្រុកគឺដូចដែលគាត់បានប្រដាប់ចឹងគឺថាចាំគឺជាពេលដែលគាត់ចេញពេលល្ងាចថ្ងៃសុក្រហើយក៏គាត់ក៏ធ្វើដំណើរទៅស្រុកតែម្ដងពេលហ្នឹងគាត់ចេញពីរៀនហ្នឹងម៉ោង5ជាងនេះមកដល់បន្ទប់ជួលក៏បានងូតទឹកឲ្យហើយរៀបចំអីវ៉ាន់មកសាកដោគាត់ហ្នឹងក៏ធ្វើដំណើរទៅតែម្ដងពេលទៅដល់ហ្នឹងគឺខ្ទង់ម៉ោង7កន្លះ7 8ចឹងទៅគឺតាមស្ទះតាមអីចឹងដែរព្រោះពេលនេះគេចេញធ្វើការច្រើនអញ្ចឹងគឺអាចមានស្ទះហើយណាមួយរឿងកើតឡើងក្នុងកំឡុងពេលយូរដែរដូចជាក្នុងឆ្នាំ2012 2013ហ្នឹងណាគឺគាត់យូរដែរគាត់សង្កេតពេលវេលាដែរគឺក្នុង2012ហើយ2013ហើយពេលនោះគឺខាងស្ដាមទៅយើងហ្នឹងគឺស្ទះខ្លាំងអញ្ចឹងអត់ទាន់មានអីណាផ្លូវដូចមានថាអ្នកដែលគេធ្វើដំណើរគឺសម្រាប់តែខាងនឹងច្រើនចឹងព្រោះអត់ទាន់មានកណ្ដាលរៀនមានទេអត់ទាន់មានផ្លូវបាយតាមកណ្ដាលរៀនតាមកោះពេកទេអញ្ចឹងគឺមានតែផ្លូវជាលេខ1ហ្នឹងឯងចេញពីឆ្លងស្ដាមទៅគឺចូលច្រកផ្លូវតែមួយចឹងគឺវាណែដែរអញ្ចឹងអាចចំណាយពេលខ្ទង់1ម៉ោងទៅ1ម៉ោងជាងដើម្បីនឹងចេញទៅដល់ផ្ទះតម្រាំផុតកន្លែងស្ទះទៅតាមទីកន្លែងជុំជនចឹងទៅហើយពេលហ្នឹងគាត់ក៏បានធ្វើដំណើរទៅដល់ផ្ទះខ្ទង់ម៉ោង7កន្លះ7 8ហើយពេលហ្នឹងគ្រួសារគាត់ហ្នឹងក៏ស្វាគមន៍គាត់ដោយរដងចឹងដែរពេលគាត់ទៅដល់លេងសុំទៅបានទុកមកហាពេលល្ងាចឲ្យពិសាចឹងទៅដល់ពេលហើយក៏បានស្រស់ហើយក៏បានរៀនយប់ជ្រៅក៏បានចូលទៅសម្រាមរៀនខ្លួនទៅហើយប៉ុន្តែគាត់នៅគេនៅលើយកមុខផ្ទះហ្នឹងយកមុខផ្ទះរៀនហាណារៀនហាមុខផ្ទះហ្នឹងគឺមានរនូតរនាំងរូតគេរូតបញ្ចូលរូតឡើងលើចុះក្រោមពេលយប់គេតម្លាក់ចុះក្រោមការពារបានទឹកភ្លៀងការពារចឹងណាហ្នឹងគេទៅពេលហើយគាត់តម្លាក់ចឹងទៅគាត់ចូលមុងចឹងអីគេរៀនហាមុខហ្នឹងយកមុខហ្នឹងហើយពេលហ្នឹងគាត់ថាខ្ទង់ជាម៉ោង1:72បាទ1:72ហ្នឹងគាត់ឈឺនោមគាត់បានចុះទៅនោមនៅឯខាងមុខផ្ទះហ្នឹងតែខាងរៀងចំហៀងខាងលបងផ្ទះគេថាយើងឈរពីមុខផ្ទះយើងហ្នឹងយើងឈរបែរមុខចេញទៅផ្លូវជាតិគឺថានឹងថាខាងស្វែងដៃយើងទៅនោមនៅខាងលបងស្វែងដៃយើងមានព្រៃតិចដែរចឹងណាព្រោះចាគាត់ហ្នឹងគឺមិនទាន់តាមមានដើមឈើនៅចឹងដើមស្វាយដើម្បីនិយាយដើមស្វាយទូចៗមុំនឹងមានផ្លែទឹកតែមានផ្លែចឹងណាហើយនៅខ្ញុំឥឡូវសូមរៀបរាប់ពីភិនភាគទីតាំងដែរចាគាត់សិនសួររៀបរាប់អំពីហេតុការណ៍ដោយសារតែគាត់ចូលពីផ្លូវជាតិទៅក្នុងជិត20ម៉ែត្រ10ម៉ែត្រជាងហើយខាងមុខផ្លូវហ្នឹងគឺជាប់ផ្លូវជាតិហ្នឹងគឺមានតោបគាត់ម្ដាយគាត់លក់ចាប់ហួយអញ្ចឹងទៅគឺតោបលក់ចាប់ហួយរៀងធំណាស់គឺជាក្នុងទៅ3ម៉ែត្រជាងហើយបណ្ដោយចូល5ម៉ែត្រហើយខាងលើហ្នឹងប្រក់សង្កសីហើយនឹងធ្វើយកតម្លាក់ដបទៅខាងមុខដើម្បីឲ្យភ្ញៀវគេមកទិញអញ្ចឹងគេមានលុបអញ្ចឹងណាហើយនឹងបានដាក់ក្រែមួយដើម្បីឲ្យគេអង្គុយលេងអញ្ចឹងទៅពេលហ្នឹងហើយដោយនៅ
ជាប់យោហ្នឹងគឺមានដើមខប់ដើមហើយដើមវាហ្នឹងប៉ិនកំពូនជើងប៉ិនខ្លួនចូលចិត្តប៉ិនផ្លូវដែរតែត្រូវមិនប៉ិនផ្លូវធំណាស់ទេហើយដើមខប់ហ្នឹងវាញ៉ៃវាតោបក់ក្របពីលើយ៉ាងប៉ាន់បន្តិចប៉ុន្តែវាមិនដល់យ៉ាងប៉ាន់ទេហើយពីហ្នឹងគឺគាត់ឈឺបាត់ជើងឈឺជំនុំហ្នឹងក៏គាត់មិនចូលប្រគុណព្រោះប្រគុណទឹកទៅគាត់នៅខាងក្រៅផ្ទះចុះទៅខាងក្រោមដូចគ្នាគឺចុះទៅក្រោមផ្ទះដូចគ្នាប៉ុន្តែដើរត្រឡប់ទៅខាងក្រោយផ្ទះប៉ុន្តែគាត់ត្រឡប់គាត់អត់ចង់ដើរទៅខាងក្រោយអញ្ចឹងក៏ទៅនាំមកគេលបងមកផ្ទះខាងឆ្វេងដៃហ្នឹងវាមានដើមស្វាយដើម្បីចាចឹងពេលហ្នឹងគាត់ក៏ចាប់ដើមបងលំហ្នឹងគឺលើសូយើងប៉ាន់សង្កសីដែលដបោនៅកន្លែងរោងគាត់ខាងមុខរោងចាប់រួយណាឬសូវាយឬសូដូចអីវាយដូចអីយកណែតលខប់ហ្នឹងវាយពីលើអៀនប៉ាន់ណាហើយឬមួយទៀតឬស្តៀងទឹកភ្លៀងស្រស់ទឹកភ្លៀងលក្ខណៈទឹកភ្លៀងស្រស់ពីលើមែកឈើឬប្រាអញ្ចឹងណាដល់ពេលហើយគាត់ពងនំហ្នឹងគាត់លើសូប្រាគាត់ក៏ក្លែកមើលទៅយើងបាត់កន្លែងវិញហើយគាត់ក៏គិតថាចាំនេះនេះខ្យល់មកវាធ្លាក់ទឹកភ្លៀងដែលជាប់ស្លឹកឈើស្លឹកមកខប់ហ្នឹងវាធ្លាក់លើអៀនប៉ាន់សង្កសីដបោហ្នឹងបានលើសូប្រាអញ្ចឹងណាគាត់គិតក្នុងចិត្តចឹងណាគាត់អត់ដឹងថាស្អីគាត់អត់គាត់គិតថាស្អីផ្សេងពីទឹកភ្លៀងព្រោះគាត់គិតថាប្រហែលជាមេភ្លៀងនេះវាសល់ទឹកនៅសើមទឹកដាក់នៅលើស្លឹកឈើហ្នឹងធ្លាក់ពេលខ្យល់បក់មកវាធ្លាក់អញ្ចឹងណាហើយគាត់ក៏នោមបន្តទៀតនៅដល់ពេលគាត់ពងនោមក៏គាត់គិតដែរថាចឹងលើអីដូចអត់មានខ្យល់ផងណានិយាយថាមេឡើងហប់ចឹងអត់មានខ្យល់ទេមេពេលអាកាសធាតុពេលហ្នឹងយប់នេះគឺអត់មានខ្យល់ទេវាស្ងាត់ជ្រាបតែហ្មងហើយស្រាប់តែគាត់នោមហើយក៏លើសូទៀតលើសូប្រាទៀតលើសូប្រាមកទៀតគាត់លក្ខណៈថាអឺតមើលលក្ខណៈខំប្រឹងអឺតមើលណាគាត់អត់បានដើរទៅមុខទេគាត់លក្ខណៈអឺតមើលដូចថាអឺតមើលជុំវិញខាងមុខរោងហ្នឹងនៅថាក៏មានមនុស្សអីគេគោះអៀនប៉ាន់ឬក៏មានចៅគេចង់គោះតោកអីចឹងណាគាត់តែគាត់អឺតមើលពីចម្ងាយហើយគាត់អឺតចុះអឺតឡើងគាត់គិតថាចឹងមនុស្សឬក៏ស្អីឬក៏ទឹកភ្លៀងតែគាត់មើលទៅមេឃដាក់ដៃរៀចចុះមើលទៅឡើងវាអត់មានឃើញទឹកសើមឬក៏ភ្លៀងអីដល់មិនទេហើយណាមួយពេលថ្ងៃហ្នឹងគឺអត់មានភ្លៀងទៀតអញ្ចឹងអត់មានអាចថាមានទឹកអីដក់លើស្លឹកឈើធ្វើឲ្យខ្យល់បក់រុះទេហើយចៃដន្យវាអត់មានខ្យល់ទៀតពីពេលហ្នឹងគាត់គិតថាចំគឺហ្នឹងគាត់គិតថាខ្លួនឯងគាត់អត់គិតថាជាខ្មោចដងលក្ខណៈថាគាត់មនុស្សអត់សូវជំនឿរឿងខ្មោចដងអញ្ចឹងគាត់មិនដើរខ្មោចដងហើយគាត់ក៏មិនដើរគិតថាខ្មោចមកដងអញ្ចឹងដែរពីពេលហ្នឹងគាត់ក៏ថារកតដើរទៅដែរដើរទៅរកមើលដែរប៉ុន្តែលក្ខណៈថាយើងខ្លាចដែរវាយប់ស្ងាត់ម្នាក់ឯងផងអញ្ចឹងក៏សម្រេចចិត្តថាដើរទៅលើផ្ទះវិញពេលដើរទៅដល់ចដាមើលណាឬសូទៀតឬសូប្រាទៀតនេះគាត់លក្ខណៈថាយើងព្រឺក្បាលវិញគេហើយគាត់ក៏មិនអង្គយូរក៏បខំដើរលឿនប៉ុន្តែលក្ខណៈថាមិនរត់ទេតែថាពេលតែខ្មោចដងមកយើងរត់វាដូចជាដូចថាចាស់តំណណាពេលខ្មោចដងកុំរត់អញ្ចឹងណាចូលដើរធម្មតាធ្វើដូចអត់ដឹងអត់លឺណាដល់លឺហើយក៏បានចូលទៅក្នុងមុងដេកទៅហើយក៏ស្លេងហ្នឹងក៏បាត់ដែរដល់ពេលលំណានពេលលំណានបងគាត់បងប្អូនគាត់ក៏បាននិយាយប្រាប់ថាពីថ្ងៃមុនគឺកូនគេនៅមុខផ្ទះនោះបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ហើយទៅបានហើយមិនសើមិញចឹងណាគេថាទៅបានហើយមិនសើមិញហើយថ្ងៃពីរទៀតគឺបាន7ថ្ងៃហើយក៏7ថ្ងៃហើយគេទៅបាន7ថ្ងៃទៀតចឹងណានៅពេលដែលគាត់លឺចឹងគាត់ភ្ញាក់ព្រឹត្តហ្មងថាអូភ្ញាក់ព្រឹត្តមែនតើណាតែគាត់ចឹងហើយចឹងបានយកមិញលឺសូដូចស្អីគោះអៀនប៉ាន់ចឹងញ៉ាខ្មោចឡងចឹងញ៉ាខ្មោចកូនអ៊ីននៅមុខផ្ទះហ្នឹងគាត់បានខូចហ្នឹងឡងគាត់ទៅពេលចឹងតែលក្ខណៈចៃដន្យព្រឹកហ្នឹងគាត់អត់ខ្លាចហើយគាត់អត់គិតថាជាខ្មោចឡងចឹងណាហើយគាត់ក៏ធ្វើធម្មតារឹងមាំចឹងទៅហើយណាមួយថាជាខ្មោចដែលគាត់គុំ7ថ្ងៃចឹងគេអត់ទាន់ដឹងថាខ្លួនឯងឆ្លើយចឹងទៅហើយក៏តាមយើងនិយាយតាមចាស់ចឹងណាចឹងទៅក៏មិនអាចថានឹងចូលផ្ទះយើងដើម្បីនឹងបណ្ដាយើងអីគៀកឬក៏ធ្វើបាបយើងតែនេះគឺនៅខាងឆ្ងាយខាងក្រៅរបស់ផ្ទះចឹងមិនថាថាជាមានជាផ្ទះឬក៏ប្រភូមិចាស់ទឹកចាស់ដីគេគ្រប់គ្រងការពារផ្ទះយើងឬក៏យើងនៅក្នុងផ្ទះភូមិខ្លួនហ្នឹងចឹងណាគេឲ្យខ្មោចឯណាចូលបានចឹងណាបានតែឡងពីចងាយហើយដល់ពេលចឹងទៅគាត់ក៏បានដឹងក្នុងចិត្តថាយកមិញហ្នឹងគឺគាត់ជាខ្មោចឡងគាត់ជាខ្មោចកូនអ៊ីហ្នឹងហើយដែលបានខូចហ្នឹងចឹងគាត់ក៏ច្បាស់ក្នុងចិត្តថាជាខ្មោចឡងប៉ុណ្ណានេះគ្រាន់តែជារឿងរបស់គាត់ចែកញ៉ៃណាបងប្អូនហើយនេះគាត់ថាជារឿងពិតរបស់គាត់ដែលបានជួបផ្ទះផ្ទាល់តែម្ដងហើយរឿងក៏បានចប់ប៉ុណ្ណឹងដែរព្រោះក្រោយពីគេធ្វើបាន7ថ្ងៃហើយគឺអត់មានអីមកឬជាលក្ខណៈធ្វើភ័យខ្លាចឬក៏ឡងទេអញ្ចឹងទៅគឺបានស្ងាត់ពីពេលហ្នឹងទៅហើយរឿងក៏អស់ប៉ុណ្ណឹងដែរហើយក៏បានខ្ញុំក៏បានលើពីគាត់តែប៉ុណ្ណឹងដែរហើយរឿងរ៉ាវនេះបងប្អូនអាចស្ដាប់ជាការកំសាន្តហើយគឺយកទៅចារណាគិតដល់ខ្លួនឯងគឺថារឿងនេះគឺពិតជាខ្មោចឡងមែនឬក៏អីអញ្ចឹងអាហ្នឹងគឺជាការតាមការយកឃើញរបស់បងប្អូនទេបាទអេដមីនគ្រាន់តែយកមកជួយចែកម្លែកហើយអេដមីនក៏មិនអាចតាមស្នាមវិនិច្ឆ័យថាជារឿងពិតជារឿងដែលខ្មោចឡងពិតមែនការហេតុការណ៍ហ្នឹងគឺជាការដែលខ្មោចឡងមែនឬក៏មិនមែនអីគឺមិនហ៊ានវិនិច្ឆ័យទេបាទគឺទុកឲ្យបងប្អូនដែលអ្នកស្ដាប់ហ្នឹងគឺវិនិច្ឆ័យនឹងវិភាគឲ្យខ្លួនឯង
តាមដែលខ្លួនមានកំណត់គិតតែខ្លួនឯងចាស់បាទអេដមីនបានតែចែកចម្លែកទេហើយសូមអរគុណដែលបងប្អូនបានទស្សនានិងស្ដាប់កំសាន្តរឿងរបស់អេដមីនតាំងពីដើមដល់ចប់ហើយអេដមីននឹងលើកយកនៅរឿងផ្សេងៗទៀតមកជួយបកស្រាយចម្លើយទានជូនបងប្អូនស្ដាប់កំសាន្តនៅក្នុង channel របស់អេដមីនជារៀងរាល់ពេលបាទកុំឲ្យមានការអបសុកអីអ្នកដែលពេញនិយមចូលចិត្តស្ដាប់រឿងនិទានអបិយជំនឿរឿងភ័យរន្ធត់ខ្មោចអីហ្នឹងគឺជួយគ្រប់គ្រងអេដមីនផងបាទសូមអរគុណហើយសូមជម្រាបតែប៉ុណ្ណេះបាទ